There's been a long-standing, wonderful relationship. នេះជាថ្ងៃដ៏ប្រវត្តិសាស្ត្រមួយដែលបានស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងថ្នាក់ដឹកនាំសាសនាជំនឿផ្សេងៗគ្នាក្នុងនោះរួមមានឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជានិងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបានអញ្ជើញទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ It's a special privilege to take those with whom we've worked closely over many years personally through the house of the Lord and to answer questions in an open way. ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃពិធីបើកសម្ពោធព្រះវិហារបរិសុទ្ធដំបូងរបស់សាសនាចក្រនៅក្នុងប្រទេសកម្ពុជាមានអ្នកចូលរួមជាងប្រមាណ800នាក់រួមមានអ្នកសារព័ត៌មានថ្នាក់ដឹកនាំរដ្ឋាភិបាលនិងថ្នាក់ដឹកនាំសាសនាជំនឿផ្សេងៗព្រមទាំងសមាជិកនិងមិត្តភ័ក្តិរបស់សាសនាចក្របានចូលរួមក្នុងពិធីពិសេសនេះនាថ្ងៃពុធទី12ខែសីហា Elder Gong ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងឲ្យសាសនាចក្របានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជាចំពោះការស្វាគមន៍និងការគាំទ្រយ៉ាងកក់ក្ដៅចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ We are deeply honored Samdech Mohar Bovar Thadabe Hunmane, Prime Minister of the Kingdom of Cambodia, has designated this Phnom Penh, Cambodia Temple of the Church of Jesus Christ of Latter-day Saints ceremony an official Prime Minister event. រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានផ្ដល់កិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍នេះជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាញ៉ាំងឲ្យពិធីទស្សនាព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតស្កឹមស្កៃនេះកាន់តែមានអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រសម្រាប់សមាគមគ្រឹះបរិស័ទនៅកម្ពុជា Thank you for allowing us to share our temple with you today. For us, this temple is a holy and sacred place where heaven and earth come together in serenity and harmony. In the holy temple, we worship God and receive His blessings. ខ្ញុំជឿជាក់យ៉ាងមុតមមថាបូជនីយដ្ឋានថ្មីនេះនឹងក្លាយទៅជាកន្លែងបណ្ដុះនូវសេចក្តីស្រឡាញ់សន្តិភាពនិងជាកន្លែងលាងជម្រះនៅអំពើបាបទាំងពួងចោលព្រមទាំងចូលរួមបណ្ដុះសិលធម៌គុណធម៌សុជីវធម៌ដល់មនុស្សគ្រប់រូបដែលបានមកពីការប្រតិបត្តិនៅទីនេះនៅចុងបញ្ចប់នៃកម្មវិធី Elder Gong បានប្រគល់ជូនរូបគំនូររបស់លោករដ្ឋមន្ត្រីដែលបង្ហាញរូបលោកឈរនៅពីមុខព្រះវិហារបរិសុទ្ធជូនដល់លោករដ្ឋមន្ត្រីមុនពេលអ្នកសារព័ត៌មាននិងអិសរាជជនជាច្រើនទៀតបានចូលទស្សនានិងឃើញព្រះវិហារបរិសុទ្ធដោយផ្ទាល់ខ្ញុំធ្លាប់បានឃើញព្រះវិហារបរិសុទ្ធនៅកន្លែងផ្សេងដូចជានៅយូថាសហរដ្ឋអាមេរិកនៅតាមដងផ្លូវដែលខ្ញុំបានធ្វើដំណើរប៉ុន្តែខ្ញុំអត់ដែរបានចូលទេហើយនេះជាលើកទី1ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើ Today was just a beautiful day with so many government dignitaries and religious dignitaries that came to participate in the open house event, and it was a tremendous show of respect by the government towards the church. The banner outside said, "Unity in religion brings peace and development. Congratulations on the Cambodia Phnom Penh Temple of the Church of Jesus Christ of Latter-day Saints." What could be warm and more welcoming than the full official name of the church welcoming the Phnom Penh Cambodia Temple